digital twin វាជា technology មួយទលំទលាយណាស់ហើយយើងប្រើប្រាស់ជាក់ស្ដែងទៅក្នុង system ទៅក្នុង sustainability system របស់យើងហ្នឹងគឺមានទម្រង់ផ្សេងគ្នាដូចយើង apply ទៅជាមួយនឹងប្រព័ន្ធ grid ទៅយើង analyze ទៅរបៀបផ្សេងយើង apply ជាមួយនឹងប្រព័ន្ធ smart city ទៅផ្សេង smart home ផ្សេងជាមួយនឹង universal connectivity network របស់យើងមាន system ច្រើន eco solution ច្រើន internet of things ច្រើនចូលមកអញ្ចឹងវាមានចរិតលក្ខណៈផ្សេងគ្នាក្នុងការប្រើប្រាស់ដើម្បីឲ្យងាយស្រួលមែនតើ digital twin ដូច innovation របស់យើងអញ្ចឹងការគិតរបស់យើងហ្នឹងគេហៅថាជា digital twin យើងធ្លាប់សម័យថាខ្លួនឯងចង់ធ្វើអីបន្ទាប់ពីយើងរៀនចប់បន្ទាប់ពីយើងចូលរួមមួយ VP Start អាហ្នឹងហើយជា digital twin ដូច VP Start សម័យកាលពី10ឆ្នាំមុនថាយើងនឹងធ្វើ remote control យើងឲ្យខ្លាយទៅជាប្រព័ន្ធ eco sustainability system អញ្ចឹងថ្ងៃហ្នឹងយើងខ្លាយទៅជា sustainability system មួយដែលអាច implement ចូលទៅកាន់ប្រព័ន្ធ power grid តាមរយៈការគិតសម័យដែលប្រើ logic ដែលវា accurate ជាមួយនឹងអ្វីដែលយើងសម័យនោះមិនមែនបានន័យថាសម័យការ10ឆ្នាំមុនចង់ឲ្យ DOC ខ្លាយទៅជាប្រព័ន្ធគ្រប់គ្រងយន្តហោះទៅរួចទេវាអត់កើតទេអញ្ចឹងអានោះវាមិនមែនជាការសម័យដែលមានលក្ខណៈ innovative ទេគឺវាទៅជារបៀបសម័យបែប level twin ហ្នឹងប្រយ័ត្នមែនតើអញ្ចឹងហើយបាននៅក្នុងការអប់រំច្រើនយើងភាគច្រើនយើងព្យាយាមអប់រំផ្លូវចិត្តយើងឲ្យ move ឲ្យ focus លើរឿងតែមួយឲ្យបានល្អអញ្ចឹងហើយអាកិច្ចការងារទាំងអស់ហ្នឹងវាអត់មានប្រវាក់អី analyze អា system យើងទាំងមូលក៏អត់មានអីស្មុគស្មាញទៅផុតពីដៃរបស់អ្នកបច្ចេកទេសដែរតែគណៈការយល់ដឹងគាត់ទូលំទូលាយអញ្ចឹងការ implement ចូលទៅក្នុង sector អីក៏បានដែរងាយជាមួយនឹង climate change ជាមួយនឹង sustainability system លើប្រព័ន្ធ power grid smart grid យើងដឹងថាប្រព័ន្ធ power grid យើងជួបបញ្ហាអីខ្លះយើងសិតតែដឹងជួបប្រទេសជាប្រចាំថ្ងៃហើយកិច្ចការងារច្រើនទៀតតាក់ទងមួយ climate change យើងត្រូវសម្រួលលើអីខ្លះវាមានតែ eco solution connect ជាមួយនឹង economic domain ច្រើននៅក្នុង sector មួយហ្នឹងវាមានភាពស្មុគស្មាញយើងចូលទៅរកឬគល់នៃបញ្ហាទាំងអស់ហ្នឹងមកយើងចាប់ផ្ដើម analyze ប្រើ method របស់យើងដើម្បីទៅវិភាគធ្វើយ៉ាងម៉េចការតភ្ជាប់ការដែលយើង collect data ចេញមកជា data acquisition ធ្វើឲ្យទៅជា data simulation ហ្នឹងវាមានសារៈសំខាន់ដើម្បីអាចឲ្យយើង predict ដឹងថាវានឹងកើតឡើងទៅយ៉ាងម៉េចទៅថ្ងៃក្រោយមុនពេលដែលយើងធ្វើវាឲ្យខ្លាយទៅជា data application ដែលយើងទៅជា real application ដូចយើងបពាក់ DLC យើងជាមួយនឹង electrical equipment ជាមួយនឹងប្រព័ន្ធ power grid system ទូទាំងប្រទេសចឹង benefit ហ្នឹងវាកើតឡើងដោយសាររឿងទាំងអស់ហ្នឹងបើសិនជាយើងអត់វិភាគដឹងទេតើការបាត់បង់ថាមពលយើងដឹងទេអត់ដឹងទេអញ្ចឹងរៀងរាល់ម៉ោងគឺមានការបាត់បង់ថាមពលច្រើនថាមពលស្រួលផលិតប៉ុន្តែក៏ស្រួលបាត់ទៅវិញដែរគ្រាន់តែកើតឡើងភ្លាមបាត់ទៅវិញភ្លាមតែយើងគ្រប់គ្រងអត់ជាប់ហើយការគ្រប់គ្រងហ្នឹងអត់មានលក្ខណៈបច្ចេកទេសត្រឹមត្រូវទៀតវាអាចបំផ្លាញប្រព័ន្ធ power grid ក្នុងពេលតែ1វិនាទីបានអញ្ចឹងហើយវាប្រយោជន៍ក៏ច្រើនវាបំផ្លាញត្រឡប់ទៅវិញក៏លឿនដែរអញ្ចឹងហើយរឿងទាំងអស់ហ្នឹងវាគ្រោះថ្នាក់ណាស់អញ្ចឹងហើយបានយើងព្យាយាមយកប្រធានបទដែលតាក់ទងជាមួយនឹង digital twin ដើម្បីអាចឲ្យយើង predict បានថាវានឹងកើតឡើងយ៉ាងម៉េចវាត្រូវវិវត្តខ្លួនយ៉ាងម៉េចហើយបើនិយាយពី digital twin អត់មានអីពិបាកយល់ទេការគិតរបស់យើងហ្នឹងជា digital twin ហើយវា accurate ប៉ុណ្ណាវាអាស្រ័យលើយើងចេះប្រើ logic ខ្លួនឯង creativity របស់យើង positivity របស់យើង combine បញ្ចូលគ្នាយ៉ាងម៉េចពីព្រោះរបស់3ដែលអាច transform យើងជីវិតយើងបានមានតែការគិតហ្នឹងហើយគណៈការគិតយើង level វាអាហ្នឹងការដឹកនាំទៅធ្វើកិច្ចការងារក៏វានៅតែទៅតាមនឹងដែរអញ្ចឹងអ្វីដែលយើងអាចគ្រប់គ្រងបានគឺ sustainability system យើងអញ្ចឹងមុននឹងយើងធ្វើឲ្យប្រព័ន្ធ power grid reliable sustainable យើងត្រូវមាន direction ច្បាស់ពីការ design របស់យើងដូចយើងធ្វើ sustainability system លើប្រព័ន្ធ power grid ហ្នឹងវាចេញពីអីមកវាចេញមកពី Internet of Things adoption ទៅជា Internet of Things creation ទៅជា Internet of Things implementation ទៅជា augmented virtual reality អញ្ចឹងអា process ចុងក្រោយចាប់ពី tangible product ពី Internet of Things ដែលយើងភ្ជាប់ជាមួយនឹងឧបករណ៍អគ្គិសនីคล้ายទៅជា data ចុងក្រោយអញ្ចឹងការងារទាំងអស់ហ្នឹងស្រួលយល់តែកាលណាយើងដឹងពីអាទាំងអស់ហ្នឹងយើងដឹងថា grid មួយទាំងមូលត្រូវការ harmonize បញ្ចូលគ្នារវាង manual operation ជាមួយនឹង digital process ថានៅពេលដែលការគ្រប់គ្រងលើប្រព័ន្ធ grid ហ្នឹងវាមានភាពស្មុគស្មាញត្រូវធ្វើអីរឿងធំជាងគេគឺ direction នៃការ upgrade ប្រព័ន្ធ grid ហ្នឹងចេញពី conventional ទៅជាប្រព័ន្ធ smart automatic តើវាឆ្លង process អីខ្លះវាមាន modernization process តែមួយហើយមិនមែនតែស្រុកយើងទេdeveloping country នៅក្នុង Southeast Asia គឺមានបញ្ហាប្រឈមទាំងអស់គឺតាក់ទងជាមួយការ modernize ទៅលើប្រព័ន្ធ grid ហ្នឹងសួរថាការ modernize លើប្រព័ន្ធ grid ហ្នឹង
ធ្វើបានគ្រប់គ្នាប៉ុន្តែសួរថាគ្រប់គ្នាសិតតែមាន direction ទេអត់ទេបើយើងគ្រាន់តែអភិវឌ្ឍប្រព័ន្ធ grid ដោយគ្រាន់តែបដូរ software ក៏វាអត់ចេញគ្រាន់តែបដូរឧបករណ៍អគ្គិសនីផ្នែកណាមួយក៏វាអត់ចេញអញ្ចឹងវាត្រូវ align គ្នាច្រើន process ណាស់ឲ្យ base ទៅលើ solid return on investment តែបន្ទាប់ពី implement ចូលទៅវា make benefit ឲ្យ utility ឲ្យ investor ឲ្យ power consumer អត់អញ្ចឹងការងារទាំងអស់ហ្នឹង process ហ្នឹងធំណាស់វាទូលំទូលាយតែមកទៅឲ្យ grid មួយ reliable និង sustainable ហ្នឹងត្រូវការ process ច្រើនត្រូវការ engineer ត្រូវការ skill ចូលរួមច្រើន AI capability tool ជាមួយនឹង digital twin វាខុសគ្នាមិនវាមិនដឹងថាមួយណាកើតមុនទេពីព្រោះ logic ហើយនឹងការគិតហ្នឹងវាមកជាមួយគ្នាអញ្ចឹង digital twin ជា idea driven មួយយើងនិយាយចេះទៅឆាប់យល់ហើយ AI capability tool ជា technology ដែលអាចដោះស្រាយបញ្ហាទាំងអស់ហ្នឹងទៅតាមអ្វីដែល digital twin ចង់បានអញ្ចឹង digital twin ចង់បានអីចង់បាន reduce the operation cost increase efficiency of the electricity អាហ្នឹងជា process របស់ digital twin ចង់បានអញ្ចឹង AI capability tool ធ្វើការដោះស្រាយបញ្ហាទាំងអស់ហ្នឹងដូច logic ដែលប្រើ software program algorithm ផ្សេងៗដើម្បីដោះស្រាយអញ្ចឹងអត់មានអីពិបាកយល់ទេ AI capability tool AI infusion ដែលយើងញាត់បញ្ចូលទៅ Internet of Things របស់យើង DRC series ទៅកាន់ software ទៅកាន់អីហ្នឹងវាធ្វើទៅតាមតម្រូវការជាក់ស្ដែងរបស់ការគិតតម្រូវការរបស់ sustainability system យើងមិនមែនចេះអានឹកឃើញចេះយកទៅដាក់ទៅពេចទៅពីតែបើយើងអត់ត្រូវការប្រើផងវាក់យល់ទេរវាង digital twin រវាង AI រវាង sustainability system ហើយតើកាលណាយើងមាន direction ក្នុងការអភិវឌ្ឍច្បាស់លាស់ហើយខ្ញុំគិតថាវាជារឿងមួយល្អណាស់ដែលយើងអាចអភិវឌ្ឍសមត្ថភាពអ្នកជំនាញសិក្សាមាន direction ច្បាស់លាស់ហើយ make benefit ហើយ power consumer ធ្វើយ៉ាងម៉េចបង្កើត value capture ឲ្យបានច្រើនទៅកាន់ diverse stakeholder ក៏ដូចជា utility តាមប្រទេសមួយអានេះជាអ្វីដែលខ្ញុំ conclusion បញ្ចប់មកដើម្បីឲ្យទាំងអស់គ្នាងាយស្រួលយល់បាទខ្ញុំមានប៉ុណ្ណឹងអរគុណច្រើន